បាទសួស្តីបងប្អូនឥឡូវយើងមកទស្សនាការកាយដីដាំចំការដូងរបស់យើងណាដាំ4 10 20ដើមណាសម្រាប់ធ្វើការបេះហូបយើងផឹកទឹកដូងគ្រាន់បើជាងយើងផឹកសរោមអញ្ចឹងណាអញ្ចឹងយើងធ្វើការដាក់ដាំដូងជាជួរកាយជាបន្លាយហ្នឹងព្រោះយើងដីស្រែយើងកាយរឿងខ្ពស់ដែរហើយយើងធ្វើការចំណាយលុយអស់ច្រើនណាហើយតែមិនបើយើងត្រូវកាយតាំងឲ្យខាងនោះជាបឹងណានេះមកជីកកូនប៉ៅណាកូនប៉ៅមកជួយជីកអាសាណាកូនប៉ៅនេះមកជួយជីកចង្ការដូងណាថ្ងៃសៅរ៍ថ្ងៃអាទិត្យអញ្ចឹងយើងធ្វើការដាំចន្លោះពីដើមមួយទៅដើមមួយគឺ6 ម៉ែត្រណាខាងនោះ8នេះ6ដោយសារទំហំពីផ្ទាំងខាងលើនេះតែដីខាងលើនេះវារាងធំណាជួងពី10 ម៉ែត្រណាអញ្ចឹងយើងធ្វើការដាំមួយជំវិញបន្លាយហ្នឹងកដាលយើងដាក់ចេកមួយជួរពីរជួរអីចឹងទៅណាសម្រាប់ធ្វើការកាត់ហូបធម្មជាតិដែលយើងអត់ប្រើគីមីយើងប្រើធម្មជាតិសុទ្ធតែម្ដងនេះអញ្ចឹងយើងធ្វើការរោកាកសំណល់ឬក៏ឲ្យយកមកម្លែងជីចឹងអត់នេះទេណាយើងធ្វើការដាំចឹងទឹកអាចមានដល់រដូវប្រាំងណាដោយសារយើងមានបឹងហើយនឹងមានបន្លាយគៀនហ្នឹងយើងអាចបូមដាក់បឹងចូលបឹងហ្នឹងទៅយើងធ្វើការទុកបូមខែប្រាំងបឹងនេះនឹងជ្រៅដែរចឹងយើងស្រោចតិចបានរួមគ្រាន់ហូបចប់បាទអរគុណច្រើន